ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយគឺជើងមាន់លេងអំបិលម្ទេសចាហើយសម្រាប់បងប្អូនខ្លះគាត់ក៏ចេះធ្វើហើយនិងបងប្អូនយើងខ្លះទៀតដែលគាត់មិនទាន់ចេះធ្វើមិនទាន់បានធ្លាប់ញ៉ាំអញ្ចឹងណាគឺអាចមកសាកធ្វើតាមរបៀបខ្ញុំបានតែបើសម្រាប់បងប្អូនដែលគាត់ចេះធ្វើឬមួយក៏មានរបៀបធ្វើអីបងប្អូនអាច comment នៅក្នុងវីដេអូនឹងបានតែបងប្អូនមានវិធីអីផ្សេងទៀតអញ្ចឹងណាចាជាដំបូងក៏នាងខ្ញុំបានដាក់ខ្លាញ់ក្នុងផ្ទះឲ្យក្តៅហើយបើយើងធ្វើការចាក់ជើងមាន់របស់យើងហើយជើងមាន់ហ្នឹងគឺយើងត្រូវបំពងឲ្យឡើងស្រួយចាពេលដែលជើងមាន់របស់យើងស្រួយហើយគឺយើងធ្វើការទឹកម្ដុំសិនយើងមកធ្វើការបុកខ្ទឹមម្ទេសរបស់យើងដើម្បីឆាជាមួយជើងមាន់ហើយខ្ញុំមានប្រើជាម្ទេសនាងរបស់យើងនឹងជាមួយនឹងខ្ទឹមសខ្ទឹមខំបុកចូលគ្នាឲ្យម៉ត់បន្តិចតែមិនបាច់ម៉ត់ពេកទេណាបងប្អូនចារួចមកក៏ធ្វើការដាក់ខ្លាញ់ចូលខ្ទះបន្តិចរំលីងគ្រឿងបុករបស់យើងទាំងអស់ហ្នឹងចាយើងរំលីងឲ្យវាឡើងឈ្ងុយបន្តិចហើយខ្ញុំនឹងធ្វើការដាក់ទឹកត្រី2ស្លាបព្រាបាយចាប្រេងខ្យង2ស្លាបព្រាបាយប៊ីចេង1ចុងស្លាបព្រាកាហ្វេនិងស្ករកន្លះស្លាបព្រាបាយបងប្អូនហើយរសជាតិប៉ុណ្ណឹងគឺល្មមមកឆ្ងាញ់ពេលដែលយើងដាក់គ្រឿងក្រើទាំងអស់នោះចូលហើយគឺយើងកូរឲ្យសព្វគ្រឿងព្រោះយើងធ្វើការចាក់ជើងមាន់របស់យើងចូលដើម្បីបំពងជាមួយនឹងគ្រឿងរបស់យើងណាបងប្អូនជើងមាន់ដែលយើងបំពងស្រួយមកហើយយើងក៏រំលឹកឲ្យវាដាច់ទឹកតិចទៅដើម្បីឲ្យជើងមាន់របស់យើងរក្សានូវភាពស្រួយដដែលណាបងប្អូនចាគឺធ្វើបែបហ្នឹងគឺជើងមាន់របស់យើងក៏នៅតែស្រួយឆ្ងល់តែម្ដងហើយញ៉ាំទៅជក់បាត់មែនតើហើយគ្រឿងក្រើហ្នឹងគឺជក់ដាក់ប៉ុណ្ណឹងគឺល្មមតែបងប្អូនអាចហាន់ហៅរសជាតិតាមចំណង់ចំណូលចិត្តបានចាហើយសម្រាប់ការហៅក៏ដូចគ្នាដែរចាអរគុណ